ខ្ញុំស្ទើរតែអត់ជឿនឹងខ្លួនឯងទេថាខួបកម្រិត11ឆ្នាំដែលពួកខ្ញុំស្រឡាញ់គ្នាខ្ញុំបានទទួលកាដូដ៏ធំមួយនេះ តាមពិតទៅផ្ទះនេះគឺខ្ញុំបានទិញតាំងពីខែ11មកម្លេះដោយខ្ញុំរំពឹងថាវានឹងរួចរាល់នៅថ្ងៃ anniversary របស់ពួកខ្ញុំប៉ុន្តែជាក់ស្ដែងដោយសារសំណងយើងត្រូវការច្រើនអញ្ចឹងទៅគឺវាអត់ទាន់រួចរាល់ទេហើយខ្ញុំក៏មានបំណងនឹង surprise គ្រួសារទាំងសងខាងរបស់ខ្ញុំដែរដោយគិតថាពេលដែលផ្ទះខ្ញុំរួចរាល់ 100% ខ្ញុំនឹង surprise ពួកគាត់មកលេងនៅសៀមរាបហើយមកគេងផ្ទះរបស់ខ្ញុំតែម្ដងប៉ុន្តែគិតសារឡើងវិញមិនបាច់លាក់អីទៀតទេព្រោះអីខ្ញុំក៏ចង់ទុកវីដេអូមួយនេះផុសក្នុងថ្ងៃពិសេសរបស់ខ្ញុំដើម្បីឲ្យវា load memory មកឥឡូវប្រាប់ថាការដែលពួកខ្ញុំចាប់ដៃកសាងពីបាត់ដៃទទេពីមួយឆ្នាំទៅមួយឆ្នាំតើអ្វីខ្លះដែលជាគោលដៅពួកយើងដែលយើងចង់បានហើយឥឡូវនេះគឺយើងបានឯគេខ្លះហើយរាល់អ្វីដែលពួកខ្ញុំចង់បានគឺពួកខ្ញុំតែងតែដើរទុកដើម្បីជាការដាស់តឿនថាវាបានគ្រប់អស់ហើយក៏វាដល់ពេលដែលពួកយើងគ្រប់គ្រាន់ហើយដែរអញ្ចឹងគឺវាអាចឲ្យពួកខ្ញុំសោយសុខ enjoy នៅអ្វីដែលពួកខ្ញុំខំសាងខំរកពីបាត់ដៃទទេមកបានជៀសវាងរកបានហើយតែនៅតែមានអារម្មណ៍ថាហត់អត់ដឹងខ្វះអីហើយក៏មិនបានទៅសោយសុខនៅអ្វីដែលយើងខំប្រឹងកន្លងមកកលែកមកផ្ទះមួយនេះវិញគឺជាផ្ទះដែលខ្ញុំស្រឡាញ់ខ្លាំងបំផុតហើយក៏ជាផ្ទះនៅក្នុងក្តីសម័យរបស់ខ្ញុំដែរហើយអ្វីដែលកាន់តែពិសេសផ្ទះនៅក្នុងក្តីសម័យរបស់ខ្ញុំស្ថិតនៅក្នុងទឹកដីដែលខ្ញុំស្រឡាញ់ទៀតគឺនៅខេត្តសៀមរាបហើយតែនេះអាចនឹងរួចរាល់ចំថ្ងៃ birthday របស់ខ្ញុំទៀតវាពិតជាមានន័យខ្លាំងមែនតើពេលខ្លះពីអ្នកប្តីប្រពន្ធកាន់ដៃគ្នាហើយសម្លឹងទៅមើលអ្វីដែលយើងសាងមកហើយក៏និយាយគ្នាថាតាមពិតពួកយើងកំពុងតែរស់នៅក្នុងក្តីសម័យពួកយើងឯតាទាំងដែលពីមុនដូចចៅចាក់ស្មុកអញ្ចឹងគ្រាន់តែសម័យក៏មានក្តីសុខក្តីសម័យខ្លះសម័យហើយក៏សើចចំអន់គ្នាវាលក្ខណៈវាល្អីហ្មងក៏សម័យក៏ល្អីដែរចូលមិនឲ្យល្អីមិនបើពេលដែលសម័យហ្នឹងមួយថ្ងៃរចូលបានមួយរៀលផងហ្នឹងតែអ្នកណាទៅដឹងថាអាក្តីសម័យដែលខ្ញុំសម័យហើយល្អីខ្លួនហ្នឹងវាបានចេញជារូបរាងមកអញ្ចឹងបើសិនជាវីដេអូនេះចេញទៅបងប្អូនកុំគិតថាខ្ញុំទៅអួតអាងអីវាគ្រាន់តែជាក្តីសុខរបស់ខ្ញុំហើយក៏ជាទ្រព្យរបស់ខ្ញុំដែលខ្ញុំខំសាងមកដោយញើសឈាមខ្ញុំទេហើយក៏ចង់ឲ្យគ្រូទាយប្រមាណអ្នកដែលគាត់ធ្លាប់ទាយឲ្យខ្ញុំហើយនឹងប្តីខ្ញុំថាការហើយហ្នឹងខ្ញុំរំបានគ្មានសូម្បីតែអង្គច្រកឆ្នាំងតែឥឡូវនេះឲ្យពួកគាត់បានឃើញផងថាឥឡូវខ្ញុំបានទិញផ្ទះមួយទៀតហើយនិយាយនេះមិនមែនថាខ្ញុំប្រមាថឬក៏អត់ជឿទៅលើការទស្សទាយដែរប៉ុន្តែវាក៏ជាសារមួយសម្រាប់លើកទឹកចិត្តទៅដល់អ្នកដែលគាត់កំពុងតែឃើញជើងលេខអត់ល្អជាមួយនឹងគូដែលកំពុងតែស្រឡាញ់ដោយពួកខ្ញុំជាដើមជើងលេខពួកខ្ញុំអត់ល្អទេម៉ាក់ប៉ាក៏ហាមអត់ឲ្យយកគ្នាដាច់ខាតចុះឲ្យយកមិនបើសំបីតអង្គច្រកឆ្នាំងក៏អត់មានផងហើយតែអត់មានទ្រព្យតែរកលុយអត់បានមិនកូនឆ្លោះគ្នាហើយតែកូនឆ្លោះគ្នាអ្នកពិបាកចិត្តមិនមែនតែកូនទេគឺដល់គាត់ទៅទៀតប៉ុន្តែដោយក្តីស្រឡាញ់ពួកយើងនៅតែតស៊ូទោះបីជាមិនអាចជួបគ្នាបានក៏យើងនៅតែអាចស្រឡាញ់គ្នាបានហើយបើគិតត្រឡប់ក្រោយទៅដល់ថ្ងៃនឹងវិញបើសិនជាខ្ញុំសម្រេចចិត្តថានឹងបញ្ចប់អត់បន្តមួយគាត់តើខ្ញុំអាចនឹងខាត់បង់អីគេខ្លះតើខ្ញុំអាចនឹងមានជីវិតដែលមានក្តីសុខហើយបានរស់នៅក្នុងក្តីសម័យដូចពេលនេះដែរអត់អញ្ចឹងហើយចំពោះគ្រូទាយយើងក៏នៅតែមិនបោះបង់ហើយមនុស្សដែលស្មោះត្រង់ក៏គួរតែកុំចោលបើអីអ្នកដែលខែឆ្នាំល្អពួកគាត់រៀបការពួកគាត់នៅតែបាយគ្នាមកកកោអញ្ចឹងរឿងជំនឿយើងទុកមកដល់ឡែកសិនហើយយើងក៏លេចទៅមើលមនុស្សវិញតើមនុស្សដែលយើងចង់រួមជីវិតមួយនឹងគាត់អាចនឹងស្មោះត្រង់អត់គាត់មានទំនួលខុសត្រូវលើខ្លួនឯងហើយនឹងគ្រួសារគាត់អត់តើគាត់ឆេវឆាវអត់ឬក៏គាត់ចិត្តធ្ងន់អ្នកអត់តើគាត់មានភាពឆ្លៀសវៃក្នុងការរកស៊ីឬក៏ធ្វើការអត់ហើយតើខ្ញុំពិតជាអាចផ្ញើជីវិតរបស់ខ្ញុំជាមួយគាត់បានទេសំណួរទាំងនេះគឺខ្ញុំបានយកវាមកសួរខ្លួនឯងមុនពេលដែលខ្ញុំជ្រើសរើសគាត់ហើយវាក៏ជាមូលហេតុដែលខ្ញុំសុខចិត្តជំនះគ្រូទាយជ្រើសរើសគាត់ដូចគ្នាអ្នកដែលខ្ញុំចង់អរគុណបំផុតហើយក៏ដឹងគុណបំផុតគឺមនុស្សប្រុសម្នាក់នេះជាមនុស្សប្រុសម្នាក់ដឹកដៃខ្ញុំឲ្យខ្ញុំទៅរស់នៅក្នុងក្តីសម័យរបស់ខ្ញុំជាមនុស្សប្រុសម្នាក់ដែលតែងតែមានទំនួលខុសត្រូវនៅក្នុងគ្រួសារហើយតែងតែគិតហើយនឹងខំធ្វើការដើម្បីបំពេញក្តីសម័យឲ្យប្រពន្ធកូននៅមួយបងគឺបងតម្រើសខ្ញុំឲ្យខ្ញុំខូចអស់ហើយពីមនុស្សស្រីដែលលហត់ពីមនុស្សស្រីដែលគិតច្រើនទៅជាមនុស្សស្រីដែលលែងចេះធ្វើអីអស់ហើយខ្ញុំមិនដែលខ្លាចថាថ្ងៃមុខបងនឹងប្រែប្រួលទេព្រោះអីអូនដឹងថាបងគឺជាមនុស្សប្រុសដែលស្រឡាញ់កិត្តិយសហើយនឹងគ្រួសារខ្លាំងណាស់ដូច្នេះហើយទើបយើងទុកចិត្តគ្នាហើយគ្រួសារយើងក៏កាន់តែមានសុភមង្គលដូចរាល់ថ្ងៃចុងក្រោយនេះខ្ញុំចង់ប្រាប់បងថាការសម្រេចចិត្តដ៏ធំហើយនឹងត្រឹមត្រូវបំផុតសម្រាប់ជីវិតរបស់ខ្ញុំគឺបានរៀបការមួយបង Love you ប៉ាប៉ា